ទេសថៃគ្រោះមហន្តរាយដោយសារតែទឹកជំនន់ធ្វើឲ្យស្រុកខេត្តមួយចំនួនរងផលប៉ះពាល់ខ្លាំងបណ្ដាលឲ្យប្រជាជនជាច្រើនគ្រួសាររត់ទៅរកទីទួលសុវត្ថិភាពខណៈពេលដែលទឹកជំនន់នៅតែបន្តកើតឡើងជំរាបសួរពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនា Channel Hot New Daily ជួបគ្នាសារជាថ្មីម្ដងទៀតហើយថ្ងៃនេះក៏ខ្ញុំមានព័ត៌មានថ្មីមួយមកអាប់ដេតចែកជូនពុកម៉ែបងប្អូនឲ្យបានជ្រាបទាក់ទងជាមួយនឹងប្រទេសថៃគឺកំពុងតែជួបគ្រោះមហន្តរាយដោយសារតែទឹកជំនន់និងធ្វើឲ្យប៉ះពាល់ទៅដល់ស្រុកខេត្តមួយចំនួននៅក្នុងប្រទេសថៃផងដែរចឹងខ្ញុំនឹងទៅអាប់ដេតព័ត៌មាននឹងចែកជូនពុកម៉ែបងប្អូនឲ្យបានជ្រាបនៅថ្ងៃសុក្រទី7ខែវិច្ឆិកាឆ្នាំ2025បរិយាកាសដ៏ស្ងប់ស្ងាត់តាមដងទន្លេចៅព្រះយ៉ាដែលជាទន្លេមេដានៃឯប្រទេសថៃនិងជាប្រភពជីវិតរបស់ប្រជាជនរាប់លាននាក់បានផ្លាស់ប្ដូរយ៉ាងគំហុកក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះពីទឹកទន្លេដ៏ធំនេះបានហក់ឡើងជន់លិចតំបន់ទំនាបយ៉ាងគំហុករួមមានវត្តអារាមបុរាណសំខាន់ដូចជាវត្តសំណង់វត្តចៅព្រះយ៉ាវត្តបាងក្រោយវត្តភ្នំនិងវត្តអារាមតូចធំជាច្រើនទៀតដែលជាទីសក្ការៈបូជារបស់ប្រជាជនមូលដ្ឋានរួមជាមួយនឹងផ្ទះសម្បែងរបស់ប្រជាជនរាប់រយគ្រួសារដែលស្ថិតនៅតាមច្រាំងទន្លេអមសងខាងក្នុងស្រុកមឿងខេត្តបឋមធានីដែលជាខេត្តមួយដែលស្ថិតនៅភាគកណ្ដាលប្រទេសថៃនិងជាតំបន់ដែលមានប្រជាជនរស់នៅច្រើនកកកនិងមានសកម្មភាពសេដ្ឋកិច្ចរស់រវើកនិងជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏សំខាន់មួយផងដែរការជន់លិចភ្លាមនេះមានមូលហេតុចម្បងដោយសារតែនាយកដ្ឋានរាជធារាសាស្ត្រ Royal Irrigation Department ដែលបានបើកទ្វារទំនប់ចៅព្រះយ៉ាដែលស្ថិតនៅក្នុងខេត្តឆៃណាតភាគខាងជើងរាជធានីបាងកកដើម្បីបញ្ចេញនូវបរិមាណទឹកដ៏ច្រើនមហិមាដែលបានកកកុញនៅក្នុងអាងទឹកជាច្រើនថ្ងៃមកហើយការបញ្ចេញទឹកនេះគឺជាវិធានការបង្ខំយ៉ាងចាំបាច់បន្ទាប់ពីភ្លៀងមូសុងធ្លាក់ខ្លាំងជាបន្តបន្ទាប់នៅតំបន់ខាងលើដងទន្លេរួមទាំងខេត្តនគរសវណ្ណភីជីតឧทัយធានីនិងខេត្តផ្សេងទៀតនៅឯភាគខាងជើងដែលធ្វើឲ្យកម្រិតទឹកនៅក្នុងទំនប់ឈានដល់កម្រិតគ្រោះថ្នាក់ខ្ពស់បំផុតផងដែរដោយបរិមាណទឹកហក់ឡើងដល់ជាង 3000 ម៉ែត្រគូបនៅក្នុងរយៈពេល1វិនាទីដែលជាអត្រាខ្ពស់បំផុតមួយក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះលទ្ធផលទឹកបានហូរចូលតំបន់ទំនាបក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះដោយកម្ពស់ទឹកនៅតំបន់ខ្លះឡើងដល់ជិត1ម៉ែត្រកន្លះនិងខ្លះទៀតលើសពី1ម៉ែត្រផងដែរដែលធ្វើឲ្យផ្លូវថ្នល់សំខាន់ដូចជាផ្លូវជាតិលេខ347ផ្លូវភ្នំរតន៍និងផ្លូវតូចនៅក្នុងសហគមន៍ត្រូវបានកាត់ផ្តាច់ទាំងស្រុងរថយន្តម៉ូតូនិងយានជំនិះផ្សេងត្រូវបានជាប់គាំងផងដែរប្រជាជនត្រូវបានប្រើប្រាស់ទូកកៅស៊ូទូកឈើនិងទូកសង្គ្រោះជាមធ្យោបាយធ្វើដំណើរយ៉ាងចាំបាច់ហើយសាលារៀនមត្តេយ្យនិងបឋមសិក្សាជាច្រើនត្រូវបានបិទទ្វារជាបណ្ដោះអាសន្នដោយសិស្សានុសិស្សរាប់ពាន់នាក់ត្រូវបានផ្អាកការសិក្សាផងដែរមានរបាយការណ៍ពីប្រជាជនមូលដ្ឋានថាទ្រព្យសម្បត្តិគ្រឿងសង្ហារិមទូរទស្សន៍ទូទឹកកកទូខោអាវកុំព្យូទ័រនិងសម្ភារៈផ្ទះជាច្រើនត្រូវបានបំផ្លាញយ៉ាងដំណំខណៈសត្វពាហនៈដូចជាគោក្របីមាន់ទានិងត្រីនៅក្នុងស្រះចិញ្ចឹមត្រូវបានលេបត្របាក់បាត់បង់ជាច្រើនផងដែរលើសពីនេះទៅទៀតហាងលក់ទំនិញផ្សារនិងរោងចក្រតូចនៅតាមច្រាំងទន្លេក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារតែទំនិញនិងវត្ថុផ្សេងទៀតនិងគ្រឿងម៉ាស៊ីនត្រូវបានជន់លិចទាំងស្រុងប្រជាជនមួយចំនួនធំបានភៀសខ្លួនទៅកាន់ទីជម្រកសុវត្ថិភាពដូចជាសាលារៀនរដ្ឋ
វត្តអារាមដែលនៅទីទួលមណ្ឌលសុខភាពនិងសាលាស្រុកដែលនាំយកសម្ភារៈយ៉ាងចាំបាច់បំផុតដូចជាឯកសារការងារថវិកានិងអាហារស្ងួតកុមារតូចមនុស្សចាស់និងជនពិការគឺជាក្រុមដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយត្រូវការជំនួយពិសេសពីអាជ្ញាធរផងដែរអាជ្ញាធរមូលដ្ឋានរួមជាមួយនឹងកងទ័ពថៃនគរបាលជាតិអង្គការសង្គ្រោះបន្ទាន់ថៃកាកបាទក្រហមថៃនិងអង្គការស្ម័គ្រចិត្តជាច្រើនបានចេញប្រតិបត្តិការជួយសង្គ្រោះជាបន្ទាន់ដោយប្រើប្រាស់ទូកសង្គ្រោះរថយន្តសង្គ្រោះនិងឧបត្ថម្ភភេសជ្ជៈដើម្បីចែកចាយអាហារទឹកស្អាតថ្នាំពេទ្យមុងភួយនិងឧបករណ៍សង្គ្រោះចាំបាច់ផ្សេងទៀតនិងមានរបាយការណ៍រាយការណ៍ថាមណ្ឌលចំនួន12ដែលត្រូវបានបើកដំណើរការនិងអាចផ្ទុកប្រជាជនបានជាង 5,000 នាក់ផងដែរលើសពីនេះទៅទៀតរដ្ឋាភិបាលថៃដែលដឹកនាំដោយនាយករដ្ឋមន្ត្រីនិងក្រសួងមហាផ្ទៃថៃបានប្រកាសឲ្យមានការតាមដានស្ថានភាព24ម៉ោងនិងប្រមានប្រជាជននៅតាមដងទន្លេខាងក្រោមនេះរួមទាំងខេត្តណាន់បុរីអង្គរធំសិង្ហបុរីនិងរាជធានីបាងកកត្រៀមខ្លួនទទួលរងការជន់លិចបន្ថែមទៀតក្នុងរយៈពេល24ម៉ោងលើ48ម៉ោងខាងមុខនេះដោយសារតែទឹកជំនន់នៅតែបន្តហូរមកពីផ្នែកខាងលើនិងភ្លៀងនៅតែបន្តធ្លាក់នៅតំបន់មួយចំនួនផងដែរការជន់លិចលើកនេះបានរំលឹកឡើងវិញនៅទុក្ខវេទនាពីគ្រោះមហាណាំរ៉ាំឆ្នាំ2011ដែលធ្លាប់បំផ្លាញប្រទេសថៃយ៉ាងធ្ងន់ធ្ងរបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតជាង800នាក់និងខូចខាតសេដ្ឋកិច្ចជាង45,000 លានដុល្លារអាមេរិកផងដែរវាក៏បានជំរុញឲ្យមានការពិភាក្សាឡើងវិញអំពីប្រព័ន្ធគ្រប់គ្រងទឹកទាំងមូលរួមមានការសាងសង់ទំនប់បន្ថែមសម្រាប់តំបន់ខាងលើការពង្រីកប្រឡោះទឹកនិងប្រព័ន្ធបង្ហូរទឹកការប្រើបច្ចេកវិទ្យាព្យាករណ៍អាកាសធាតុនិងប្រព័ន្ធព្រមានជាមុនការរៀបចំទីលំនៅឲ្យឆ្ងាយពីតំបន់ប្រឈមនឹងទឹកជំនន់ការអប់រំសហគមន៍អំពីការត្រៀមខ្លួនក្នុងការប្រឈមមុខនឹងគ្រោះធម្មជាតិផងដែរគេរំពឹងថាស្ថានភាពនឹងចាប់ផ្ដើមធូរស្បើយនៅថ្ងៃទី9ដល់ថ្ងៃទី10ខែវិច្ឆិកាប្រសិនបើភ្លៀងឈប់ធ្លាក់និងការបញ្ចេញទឹកត្រូវបានគ្រប់គ្រងបានល្អផងដែរប៉ុន្តែរហូតមកដល់ពេលនេះប្រជាជននៅតែត្រូវការជំនួយយ៉ាងបន្ទាន់និងគាំទ្ររយៈពេលវែងដើម្បីស្ដារជីវភាពឡើងវិញផងដែរនៅថ្ងៃសៅរ៍ទី8ខែវិច្ឆិកាឆ្នាំ2025ផ្សារម៉ែខ្លងដ៏ល្បីនៅក្នុងខេត្តសមុទ្រក្រាមប្រទេសថៃដែលជាផ្សារនៅលើផ្លូវដែកដ៏ពិសេសនិងទាក់ទាញភ្ញៀវទេសចរជាច្រើនក៏បានរងផលប៉ះពាល់ដោយសារតែជន់លិចយ៉ាងធ្ងន់ធ្ងរខ្លាំងបំផុតដោយសារតែភ្លៀងធ្លាក់ជាបន្តបន្ទាប់រាប់ថ្ងៃមកហើយរួមជាមួយនឹងរលកទឹកសមុទ្រពីសមុទ្រហូរចូលផងដែរដែលធ្វើឲ្យទន្លេម៉ែខ្លងហក់ឡើងលិចលើផ្ទៃទឹកនិងហូរចូលតំបន់ច្រាំងទន្លេយ៉ាងគំហុកការជន់លិចនេះបានកើតឡើងនៅពេលតំបន់ខេត្តកណ្ដាលនៅឯប្រទេសថៃប្រឈមមុខនឹងស្ថានភាពអាកាសធាតុអាក្រក់ជាបន្តបន្ទាប់និងបណ្ដាលមកពីឥទ្ធិពលនៃភ្លៀងមូសុងចុងរដូវនិងកម្រិតទឹកសមុទ្រខ្ពស់បំផុតក្នុងរយៈពេលជាច្រើនថ្ងៃមកនេះទឹកជំនន់បានកើនឡើងដល់កម្ពស់30ទៅ40សង់ទីម៉ែត្រនៅលើផ្លូវភេទសមុទ្រដែលជាផ្លូវដ៏សំខាន់មួយនៅទីទឹកនៅជិតទីតាំងផ្សារនិងលេបចំហៀងផ្លូវទាំងស្រុងនិងហូរចូលផ្សារផ្ទះសម្បែងប្រជាពលរដ្ឋទាំងមូលផងដែរទោះបីជាមានឧបករណ៍ការពារដូចជាបាវខ្សាច់ដែលត្រូវបានរៀបចំជាមុនក៏ដោយប្រជាពលរដ្ឋនៅក្នុងតំបន់ដែលភាគច្រើនជាគ្រួសាររកចំណូលបានទាបនិងពឹងផ្អែកនៅលើទីតាំងផ្សារនេះសម្រាប់ការរកស៊ីបានព្យាយាមយ៉ាងយកចិត្តទុកដាក់ដើម្បីទាញទឹកចេញពីទីតាំងផ្ទះរបស់ពួកគេដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកនិងឧបករណ៍សាមញ្ញដូចជាធុងឬក៏វត្ថុផ្សេងដែលអាចត្រងទឹកបានប៉ុន្តែការខិតខំប្រឹងប្រែងនេះត្រូវបានរារាំងដោយកម្រិតទឹកកើនឡើងយ៉ាងខ្លាំងដដែលមានរបាយការណ៍ពី
ពីការគាំងនៃរថយន្តជាច្រើនគ្រឿងដែលបានគាំងនៅកណ្ដាលផ្លូវដោយសារតែទឹកជំនន់ម៉ូតូនិងរលត់ត្រូវបានលេបយកទៅដោយសារតែទឹកជំនន់និងបង្កឲ្យមានការភ័យខ្លាចត្រូវបានធ្វើឲ្យអាជ្ញាធរមូលដ្ឋានត្រូវព្យាយាមក្នុងការជួយសង្គ្រោះបានផងដែរសត្វចិញ្ចឹមនិងសត្វពាហនៈក៏រងផលប៉ះពាល់ខ្លាំងដែរហើយត្រូវបានទៅរកទីជម្រកប៉ុន្តែនៅតែខ្វះអាហារក្នុងការផ្គត់ផ្គង់ទីផ្សារម៉ែខ្លងដែលជាទីតាំងដ៏ល្បីដោយសារតែការលក់ទំនិញតាមផ្លូវដែករថយន្តឆ្លងកាត់រាល់ម៉ោងនិងជាកន្លែងដែលភ្ញៀវទេសចររាប់ពាន់នាក់មកលេងក្នុងថ្ងៃធម្មតាឥឡូវបានคล้ายទៅជាទីកន្លែងដ៏ស្ងប់ស្ងាត់និងជាទីកន្លែងដ៏សោកសៅដោយសារតែទឹកជន់លិចបានបង្ខំឲ្យបិទនៅទីតាំងផ្សារនោះផងដែរនឹងការផ្លាស់ប្ដូរទៅតាមទីកន្លែងសុវត្ថិភាពឡើងវិញភ្ញៀវទេសចរដែលបណ្ដាមកពីប្រទេសផ្សេងៗរួមមានអង់គ្លេសចិនជប៉ុនដែលជាធម្មតាមកទិញផ្លែឈើគ្រឿងសមុទ្រអាហារនិងរបស់របរផ្សេងៗឥឡូវបានត្រូវបានផ្អាកការធ្វើដំណើរក្នុងការឆ្លងកាត់ដោយសារតែទឹកជំនន់ការជន់លិចនេះគឺជាផ្នែកមួយនៃស្ថានភាពទូទៅនៅតាមដងទន្លេម៉ែខ្លងនិងទន្លេធំៗផ្សេងទៀតដូចជាចៅប្រយ៉ានិងថាចិនដែលខាងក្រសួងធនធានទឹកជាតិបានព្រមានជាមុនថានឹងអាចកើតមានទឹកលិចនៅតំបន់ទំនាបនៅក្នុងខេត្តសមុទ្រសង្ក្រាមសមុទ្រសខននិងនគរបឋមផងដែរនិងខេត្តជុំវិញរាជធានីបាងកកមូលហេតុចម្បងនៃគឺជាការបញ្ចេញទឹកជំនន់ពីទន្លេម៉ែខ្លងនិងកម្រិតទឹកសមុទ្រខ្ពស់ដែលកើតឡើងជាប្រចាំនៅក្នុងរដូវវស្សាប៉ុន្មានឆ្នាំនេះត្រូវបានពង្រឹងដោយទឹកភ្លៀងខ្លាំងខុសជាងធម្មតាប្រជាជនមូលដ្ឋានបានចែករំលែករូបភាពនិងវីដេអូនៅតាមបណ្ដាញសង្គមដែលធ្វើឲ្យទាក់ទាញការយកចិត្តទុកដាក់ពីសាធារណជនទូទៅផងដែរអាជ្ញាធរខេត្តសង្ក្រាមខេត្តសមុទ្រសង្ក្រាមរួមជាមួយនឹងនាយកដ្ឋានរាជធានីសាស្ត្រនិងកាកបាទក្រហមថៃបានចេញប្រតិបត្តិការជួយសង្គ្រោះជាបន្ទាន់ដោយបានចែកចាយនៅបាវខ្សាច់ម៉ាស៊ីនបូមទឹកអាហារទឹកស្អាតនិងថ្នាំពេទ្យទៅដល់គ្រួសារដែលរងផលប៉ះពាល់ដោយសារតែទឹកជំនន់នេះផងដែរមានការបើកមណ្ឌលជំនួយបណ្ដោះអាសន្នចំនួន2នៅឯសាលារៀននិងវត្តអារាមជិតខាងដើម្បីទទួលប្រជាជនរាប់រយនាក់ដែលត្រូវបានផ្លាស់ទីជាបណ្ដោះអាសន្នលើពីនេះទៅទៀតរដ្ឋាភិបាលថៃបានប្រកាសផ្ដល់ជំនួយហិរញ្ញវត្ថុចំនួន 5,000 បាតនៅក្នុងមួយគ្រួសារនិងការត្រួតពិនិត្យសម្បទានទ្រព្យសម្បត្តិដែលត្រូវខូចខាតដោយសារតែទឹកជំនន់នេះទោះបីជាយ៉ាងណាមិញអ្នកជំនាញអាកាសធាតុបានប្រមានថាស្ថានភាពនេះអាចនឹងកាន់តែអាក្រក់នៅក្នុងថ្ងៃទី24ដល់ថ្ងៃពី24ទៅដល់48ម៉ោងខាងមុខនេះបើភ្លៀងនៅតែបន្តធ្លាក់ខ្លាំងនិងរលកទឹកសមុទ្រនៅតែកើនខ្ពស់ផងដែរជាចុងក្រោយតកតងជាមួយនឹងព័ត៌មានគ្រោះមហន្តរាយដោយសារតែទឹកជំនន់នៅឯប្រទេសថៃក៏បានមកដល់ទីបញ្ចប់ចឹងក៏សូមអភ័យទោសទៅលើការអត្ថាធិប្បាយដែលមានពាក្យពេចន៍ត្រង់ណាមិនសមរម្យសូមបងប្អូនអធិស្ឋានជួបគ្នានៅវីដេអូបន្ទាប់សូមអរ